ឬក៏សន្សំលុយរៀលអានេះគឺជាប្រធានបទរយយើងជជែកគ្នាទេហើយជាការសន្សំមួយដែលខ្ញុំចង់ដាស់តឿនបងប្អូនដែរបងប្អូនខ្ញុំបាននិយាយអំពីការវិនិយោគទូទៅខ្ញុំបាននិយាយអំពីទម្លាប់របស់អ្នកដែលគាត់មានលុយហើយគាត់មានឱកាសក្នុងការបង្កើតលុយច្រើនជាងយើងបើក្នុងការករណីយើងផឹងរក$1000យើងពិបាកណាតែបើសិនជាយើងមាន$1000ហើយយើងអាចរកក្រុមនឹងស្រួលហើយបើសិនជាគេមាន$10000មាន$100,000មាន$1,000,000ហ្នឹងគេអត់ធ្វើអីក៏គេមានលុយចំណូលចាយប្រចាំថ្ងៃដែរហើយមុននឹងតែនិយាយរឿងសំលុយរៀលឬក៏លុយដុល្លារដែលបងប្អូនមួយចំនួនគាត់សួរថាអនាគតលុយរៀលចុះអត់ហើយត្រូវសំលុយរៀលឬក៏លុយដុល្លារខ្ញុំបដូរជាប្រធានបទនេះទៅជាឱកាសសម្រាប់បងប្អូនវិញអញ្ចឹងទៅឥឡូវខ្ញុំនិយាយប្រាប់បងប្អូនថាចេះយើងម្នាក់គឺជាធនាគារហើយយើងម្នាក់គឺជាអ្នកវិនិយោគដោយសារតែសម័យហ្នឹងវាជឿនលឿនហើយយើងក្នុងម្នាក់យើងមានកងធនាគារខ្លួនឯងណាយើងមានកងធនាគារខ្លួនឯងយើងអាចយកលុយសរុបរបស់យើងជាលុយខ្មែរហើយនិងលុយដុល្លារហ្នឹងដាក់ចូលក្នុងកងធនាគារអាចនិយាយថាយើងជាតូបដូរលុយមួយអញ្ចឹងណាបងប្អូនសួរថាតើគួរសន្សំលុយដុល្លារឬក៏លុយរៀលហ្នឹងចាំយើងនិយាយក្រោយបន្ទាប់ពីនិយាយនេះខ្ញុំចង់ប្រាប់បងប្អូនថាចេះខ្ញុំធ្លាប់បាននិយាយប្រាប់បងប្អូនថាអ្នកមានណាគេគ្រាន់តែបើកលុយពីការដូរលុយរបស់គេគ្រាន់តែយកលុយពីការដូរលុយរបស់គេយកទៅបើកប្រាក់ខែឲ្យបុគ្គលិកបានកម្មករបានជួនកាលទៅបើកកម្មករស្ទើរតែ100នាក់ហ្នឹងអាហ្នឹងសម្រាប់អ្នកមានខ្លាំងហេតុអីខ្ញុំឲ្យឧទាហរណ៍បងប្អូនការចាប់យកឱកាសគឺប្រសើរបំផុតនៅក្នុងស្រុកខ្មែរយើងមានតែកង2កងដុល្លារនិងកងខ្មែរបើនៅបរទេសមានគណនីខ្លះគេអាចដាក់អឺរ៉ូដាក់ដុល្លារហើយនឹងកងលុយផ្សេងទៀតងាយស្រួលសម្រាប់គេអញ្ចឹងណាហើយដល់បងប្អូននៅតាមព្រំដែនអញ្ចឹងទៅគាត់អាចមានកងថៃដូរមកកងដុល្លារអញ្ចឹងទៅគាត់មានធនាគារថៃអញ្ចឹងណាអញ្ចឹងសិតតែជារឿងឱកាសមិនបើឧទាហរណ៍ថានៅក្នុងពេលបច្ចុប្បន្នឧទាហរណ៍ណាខ្ញុំអត់តមកមើលហាងឆេងលុយថ្ងៃនេះហាងឆេងលុយធ្លាក់មក4050រៀលដូរបាន$1 $450រៀលដូរបាន$1ប៉ុន្តែជាទូទៅលុយរៀលនិងលុយដុល្លារវាឡើងចុះពី$450ទៅ$4,100ទៅ$4,200អញ្ចឹងប្រសិនបើបងប្អូនចេះឆក់ឱកាសបន្តិចចំណេញបងប្អូនខ្លះក៏និយាយថាចេះអានបន្តិចហ្នឹងយកទៅអីតាមពិតទម្លាប់អ្នកសន្សំប្រាក់ក៏អត់គិតពីពេលវេលាហើយគិតពីចំនួនទេនៅពេលដល់កំណត់របស់គាត់មានលុយប៉ុន្តែអ្នកទម្លាប់អ្នកដែលមិនសន្សំប្រាក់គឺគាត់មើលងាយអានបន្តិចហ្នឹងតែហ្មងដល់ពេលវេលាគឺអត់លុយនៅក្នុងចិត្តគាត់$300ក៏អត់លុយក៏តិច$200ក៏តិច$50ក៏តិច1000ក៏តិច2000ក៏តិច10000ក៏តិចគាត់យល់ឃើញថាតួលេខហ្នឹងវាតិចពីព្រោះគាត់អាចមានលុយរកបានប៉ុន្តែគាត់អត់ចេះសន្សំនៅពេលដល់ដំណាក់កាលមួយ50ក៏គាត់មិនមាន20ក៏មិនមាន30ក៏មិនមាន100ក៏មិនមានតចាំប្រាក់ខែបើកអញ្ចឹងអានេះខ្ញុំបំបាក់ការយល់ឃើញអញ្ចឹងសិនចាំខ្ញុំនិយាយពីរឿងដូរលុយអញ្ចឹងបើសិនតែលុយហាងឆេង$4,050រៀលនៅក្នុងមួយដូរបាន$1អញ្ចឹងបងប្អូនគួរទិញទុកហេតុអីបើសិនបងប្អូនមាន$100បងប្អូនទិញទុកក្នុង$100ហ្នឹងណា$4,050រៀលនៅក្នុង$1ហើយតែពេលស្រាប់តែស្អែកឡើងលុយវាអត់ឡើង$4,050រៀលទេ2ថ្ងៃឬក៏ស្អែកហ្នឹងទៅលុយបានប្រែប្រួលទៅ$4,100អញ្ចឹងមានថាក្នុង$100បងប្អូនចំណេញ50រៀលហើយបងប្អូនសួរថាចុះ50រៀលហ្នឹងមានប្រមាណលុយទៅណា$100ហ្នឹងវាស្មើនឹង5000លុយខ្មែរបងប្អូនថាតិចមែនតើអត់តិចទេបងប្អូនគ្រាន់តែមួយថ្ងៃអត់ធ្វើអីសោះគ្រាន់តែចុចកុំទូរស័ព្ទដូរមកខ្វាច់ហ្នឹងបងប្អូនចំណេញ5000លុយខ្មែរចុះបើសិនជាវាមិនឡើង100ទេវាឡើងបងប្អូនទុកជាងច្រើនថ្ងៃទៅវាឡើងដល់$4,120 130អញ្ចឹងទៅពេលបងប្អូនឃើញហាត្រាមួយហ្នឹងអូវាដូរបានហើយបងប្អូនដូរទៅវាច្រើនហ្នឹងហើយបើសិនលុយបងប្អូនមាន$1000 $2000 $3000មិនទៅអាហ្នឹងឆក់គ្រាន់តែផ្លែបាន5000អង្គុយផឹកកាហ្វេបានបាត់អាហ្នឹងខ្ញុំនិយាយសម្រាប់បងប្អូនដែលមានលុយតិចទេហើយទៅពេលលុយវាឡើងបងប្អូនដូរវិញគ្រាន់តែបងប្អូនមានទម្លាប់មួយផឹកឡើងបើកព័ត៌មានស្ដាប់ពីសេដ្ឋកិច្ចបន្តិចទៅឬក៏មើលបើថាខ្ជិលស្ដាប់សេដ្ឋកិច្ចយើងគ្រាន់តែដឹងថាលុយវារើទៅហ្នឹងឯងបងប្អូននឹងមានព័ត៌មានខ្លួនឯងផឹកឡើងបើកភ្នែកមកមើលហាងឆេងលុយហ្នឹងគ្រាន់ដូរមកខ្វាច់មានលុយចូលក្នុងបាត់តោះនេះបងប្អូននឹងការវិនិយោគទី1ដែលបងប្អូនអាចធ្វើទៅបានហើយបើសិនជា
mà nẹo miên vĩnh rồi còn nẹo sợ thay vĩnh cảm ơn cái đâu từ ly hua khát tất cả đây là cái miên công từ này kia chẳng rồi có cái sợ thay khác là hốt đó cái bạc từ này kia luôn ảnh để chị móng á nó gọi bạc từ này kia ai tật chơi lôi pi từ này kia thôm từ này kia chia rồi có tháp bàn từ này kia là mùi máu do mà đã từ này kia còn ai hay bao xưa chị mong bạc từ này kia từ ấy ông mình khơi bị nạc chơi lôi chị mong phong ông mình khơi bị nạc chơi lôi chị mong cứ trong hôn bác chị mong không có chơi nó có từ tua ba tra cả tiếpปีកំចៃរបស់គាត់ខ្ចីពីជីកមកហ្នឹងគាត់បើកប្រាក់ខែឲ្យបុគ្គលិកមានចរន្តការងារមានលំហូរអត់ចាំបាច់ចាយលុយទៅលើ payroll សម្រាប់ជួលធនាគារបើកប្រាក់ខែឲ្យបុគ្គលិកហើយក៏គាត់វេប្រាក់ទូទាត់ពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយគាត់ប្រើធនាគាររបស់គាត់អត់ចំណេញថ្លៃសេវាទូទាត់អីផ្សេងឃើញអ្នកមានគេកេងតាំងពីកញ្ចោះតាំងពីត្រីតាំងពីកាក់ស្លាតាំងពីល្អិតអញ្ចឹងគេមានប្រប៉ុណ្ណឹងបងប្អូនអ្នកខ្លះស្គាល់ជីម៉ងណាខ្ញុំថាស្គាល់ហ្នឹងព្រោះទៅស្រាប់វាខ្លាំងម្លឹងអញ្ចឹងមកឃើញអ្នកមានគេកេងសំបីតែអញ្ចឹងក៏គេកេងដែរហើយចុះតម្រាំបងប្អូនណាបងប្អូនដែលមានកងធនាគារខ្លួនឯងហេតុអីក៏មិនកេងហេតុអីក៏មិនប្រឹងរកស៊ីហេតុអីក៏មិននេះអាហ្នឹងរឿងទី1ហើយពេលហ្នឹងសួរបងប្អូនសួរខ្ញុំណាអាហ្នឹងគឺចម្លើយបដាហើយនៅពេលថាគួរអន្សំលុយខ្មែរឬក៏លុយបរទេសខ្ញុំថាអន្សំនឹង2ហើយដូររហូតតោះនេះបងប្អូនលុយដុល្លារវានឹងឡើងរហូតចឹងណាហើយប៉ុន្តែលុយខ្មែរវានឹងមានការប្រែប្រួលដែរពីព្រោះមានគោលនយោបាយក្នុងការទប់ស្កាត់នៃការឡើងលុយរបស់លុយដុល្លារអញ្ចឹងទោះបីជាវាធ្លាក់ឬក៏វាឡើងដល់កម្រិតណាក៏វាមានថមថយឡើងចុះថមថយឡើងចុះដែរដោយហាងចេញមានដូចអីអញ្ចឹងដូចគ្នាអញ្ចឹងនឹងហើយគឺជាពេលវេលាដែលបងប្អូនយកលុយអាពេលថមថយចុះមកវិញអ្នកខ្លះមិនសមវិញគាត់ខមមិនថាគាត់កាន់លុយបាត់ចំណេញជាងកាន់មាសទៀតត្រឹមត្រូវព្រោះសេដ្ឋកិច្ចថៃធ្លាក់នៅក្នុងកម្រិតដែលមួយដែលអាចឡើងមកវិញមិនមែនជាសេដ្ឋកិច្ចរបស់វេណេស៊ុយឡាមិនមែនសេដ្ឋកិច្ចរបស់អាហ្វ្រិកទេមិនមែនសេដ្ឋកិច្ចរបស់ប្រទេសអន់ទេប្រទេសថៃណាផ្សារហ៊ុនរបស់ថៃក៏ចឹងដូចគ្នាដែរមិនមែនជាផ្សារហ៊ុនរបស់វៀតណាមទេអញ្ចឹងការទិញផ្សារហ៊ុននៅក្នុងប្រទេសថៃហ្នឹងក៏ជាឱកាសមួយដែរគេមើលឃើញថាឱកាសរបស់ផ្សារហ៊ុននៅពេលថាខោកគេទិញឡើងថ្លៃក៏លក់មកវិញបឹបអញ្ចឹងណាបងប្អូនវាបែបហ្នឹងនៅក្នុងនៃបែបហ្នឹងខ្ញុំចង់ឲ្យបងប្អូនយល់អំពីរូបភាពបែបហ្នឹងហើយនឹងចរិតបែបហ្នឹងតមកទៀតនិយាយពីរឿងមាសបងប្អូនយើងអ្នកមិនសូវមានទេយើងទិញរបស់ថ្លៃលក់បានថោកហើយទិញរបស់ថ្លៃខាតឡុងចុងដើមគេអ្នកមានគេទិញរបស់ថោកលក់បានថ្លៃខ្ញុំឧទាហរណ៍គេទៅទិញដីថោកគេមិនសឹងឲ្យចំណាយលុយផងគេយកមកពុះឲ្យបងប្អូនមួយហិកតាគេទិញអស់ 3000 គេពុះឲ្យបងប្អូន 5 គុណ 20 5 2000អាហ្នឹងរឿងទី1ណាហើយបងប្អូនទៅទិញអត់មានលុយទៀតទៅបង់មលូសទៀតឃើញទេហើយដល់ពេលស្រាប់តែបងប្អូនត្រូវការលក់អត់បានតម្លៃហ្នឹងផ្ទះដូចគ្នាដែរផ្ទះគេធ្វើអស់តែបន្តិចហើយយើងទៅទិញយើងគិតថាអូយើងត្រូវតែខ្ញុំតិចទៀតខ្ញុំនិយាយអំពីគោលនយោបាយនៃការថាទិញផ្ទះមិនឲ្យចំណេញសម្រាប់បងប្អូនយើងទៅបង់មលូសថាព្រោះឲ្យផ្ទះវិជ្ជាការចាំបាច់យើងត្រូវទៅបង់មលូសយើងហាងគាត់មិនបានទេតែយើងអត់មានបានគិតអំពីហិរញ្ញវត្ថុយើងឲ្យត្រឹមត្រូវហើយអត់ចេះធ្វើចំណាយថ្នាក់ថាយើងគួរទិញនៅក្នុងពេលណាមានលុយប្រមាណអត់ទេតែពេលយើងទៅទិញស្រាប់តែឥឡូវជាក់ស្ដែងនាំគ្នាលក់ផ្ទះចោលអ្នកខ្លះអត់បានទាំងលុយផងហើយដូចអ្នកទិញបរិយលេងវត្តត្រាហ្នឹងដូចចុះនរក18ជាន់អញ្ចឹងអ្នកដែលអត់បានផ្ទះអញ្ចឹងហើយចាប់ពាក់លុយធនាគារមួយកណ្ដោទៀតនេះនិយាយចំខ្លះគេនិយាយច្រើននេះក៏ដែរយើងនិយាយខ្លះទៅគាត់ថាខ្ញុំមិនដែលមានមុខមានមាត់ឲ្យគេឃើញផងគឺបែរទេការពារសុខភាពខ្លួនឯងហើយរក្សានៅភាពស្ងប់ស្ងាត់ឯកជនភាពច្រើនអត់ចង់ឲ្យឃើញមុខអាហ្នឹងរឿងខ្ញុំនិយាយទាញណាខ្ញុំទាញទម្លាប់បងប្អូនទៀតដូចមាសខ្ញុំច្រើនណាស់ជំរុញដូនតាខ្មែរយើងប្រាប់កូនចៅឲ្យអន្សំមាសឲ្យផ្ដាំតតែកូនចៅអត់សូវអន្សំមាសទេដូនតាប្រាប់ថាអន្សំមាសមើលមាសឡើងថ្លៃលក់ចេញហើយចាំទិញចូលអន្សំម្ដងទៀតមាសឡើងថ្លៃទិញចូលលក់ចេញអូមកត្រូវការធ្វើផ្ទះធ្វើអីហើយប្រវត្តិគ្រួសារខ្ញុំអន្សំតែមាសបែបហ្នឹងបងប្អូនអាមាសវាស្រួលត្រង់ថាបងប្អូនទិញតែ1G 2G ក៏បានដែរហើយបងប្អូនទិញអាមាសដុំទៅកុំឲ្យខាតឈ្នួលហើយកុំឲ្យខាតហាងឆេងណាបងប្អូនទិញមាសណាហើយមាសវាឡើងអតិផរណៈរបស់វាធៀបនៅដុល្លារខ្ញុំបានជំរាបជូនបងប្អូនហើយវាឡើងខ្ពស់ជាងដុល្លារដល់ពេលបងប្អូនសន្សំមាសក្នុងរយៈពេលវែងណាបងប្អូនអត់គិតរឿងហាងឆេងខាតមួយតលឹងខាត4រៀលអីទេអត់គិតទេព្រោះវាឡើងច្រើនជាងនឹងទៀតវាឡើងច្រើននឹងទៀតហ៊ុនជីក៏ដោយក៏វាដូចគ្នាដែរហើយមានហាងឆេងដែលគេទិញជីអញ្ចឹងទៅខាតតែប្រហែលរៀលក៏មានដែរបងប្អូនទិញទុកអាមាសដុំយើងណាឬក៏អញ្ជៀនដែលអញ្ជៀនផ្ដៅដែលមិនមានក្បាច់ក្បូរមិនអស់ចំនួនបងប្អូនសំអាហ្នឹងមកហើយសំអាមាសល្អមកមាសស្វីសមាសអីតែ
មាសខ្មែរក៏បានដែរបើសិនអ្នកលក់ហ្នឹងក៏ឲ្យហាងឆេងដល់អញ្ចឹងនៅពេលដែលពេលវាឡើងបងប្អូនលក់ហើយបងប្អូនយកលុយហ្នឹងទៅធ្វើអីផ្សេងឬក៏ទិញនៅចំនួនថ្មីមួយទៀតហ្នឹងទៅវាបែបហ្នឹងអាហ្នឹងការកញ្ឆក់មួយផ្លែតហ្នឹងវាធ្វើឲ្យបងប្អូនមានដំណាក់កាលនេះហើយវាភាពផ្ដោតភាពងាយស្រួលដល់មនុស្សគ្រប់យ៉ាងដែលបងប្អូនត្រូវគិតគូពីបញ្ហាសេដ្ឋកិច្ចហើយចេះតាមដានពីបញ្ហាសេដ្ឋកិច្ចបងប្អូនអ្នកដែលបរាជ័យខ្លាំងបំផុតគឺជាអ្នកដែលអត់មានផែនការនៃហិរញ្ញវត្ថុរបស់ខ្លួនឯងសន្សំយើងខ្ញុំសន្សំខ្ញុំមួយថ្ងៃរកបាន 20000 ខ្ញុំសន្សំដល់ពេលយើងឈឺក៏អត់មានលុយដែរអញ្ចឹងណាដល់ពេលយើងចេះសន្សំមួយថ្ងៃយើងដកតែ 2000 3000 4000ហើយសន្សំហ្នឹងក៏ដកចាត់ទុកតែជាលុយសម្អប់មួយដែលយើងស្អប់បោះចោលនៅកន្លែងណាមួយនៅក្នុងកងធនាគារនៅក្នុងទូនៅក្នុងកូនជុកក៏បានដែរក៏មកតែកន្លានកាប់មើលសុខភាពវាត្រូវដែរដល់ពេលដល់ថ្ងៃយើងត្រូវការយើងបានលុយមកហើយមនុស្សយើងកាលណាដែលមានលុយមានកំណត់វាដែរហើយយើងចង់ធ្វើអីក៏បានដែរអញ្ចឹងអាចចម្លើយបងប្អូនសួរខ្ញុំថាតើគួរសន្សំលុយដុល្លារឬក៏សន្សំលុយខ្មែរខ្ញុំប្រាប់បងប្អូនថាលុយដុល្លារវានឹងកើនឡើងលើរូបិយប័ណ្ណផ្សេងហើយវាធៀបនឹងខ្មែរប៉ុន្តែវានឹងធាក់ថយការសន្សំលុយដុល្លារហ្នឹងគឺវាល្អហើយវាល្អជាងសន្សំលុយខ្មែរប៉ុន្តែបងប្អូនចាំបាច់ត្រូវតែដូររហូតនៅក្នុងកងធនាគាររបស់បងប្អូនមើលហាងឆេងរហូតទើបបងប្អូនចំណេញហើយនឹងបានហៅថាអ្នកសន្សំពិតប្រាកដវាបែបហ្នឹងបងប្អូនសូមអរគុណសូមជម្រាបលា